មានន័យថារាល់អង្គទេពធីតានីមួយៗគឺមានពាហនៈជាជាតិចំណេញតខ្លួនចាំកូននឹងរៀបរាប់ឲ្យពុកស្ដាប់ជាដំបូងកូនសូមបញ្យល់លោកពុកអំពីពាក្យថាសង្ក្រានជាមុនសិនពាក្យថាសង្ក្រាននេះបើយោងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជូនណាតមានន័យថាឃ្លាតឬមួយក៏ការឈានដល់ពោគឺការឈានដល់នៃថ្ងៃចូលឆ្នាំថ្មីដែលគេចាប់រាប់តាមសូរ្យគតិនៅពេលដែលព្រះអាទិត្យចរចេញពីមីនរិស័យទៅដល់មេសរិស័យជាទីជប់មួយជុំនៃដំណើរកោចររបស់ព្រះអាទិត្យប្រសិនមហាសង្ក្រាន្តចូលមកចំថ្ងៃអាទិត្យនោះទេពធីតាសង្ក្រាន្តដែលនឹងយាងចុះមកថែរក្សាមនុស្សលោកគឺជាបុត្រីទី1របស់កបិលមហាព្រហ្មគឺព្រះនាងទុំស័កទេវីដែលទ្រង់អំពរពស្ត្រាពណ៌ក្រហមលម្អដោយផ្កាទទឹមសិទ្ធនិងព្រះការអភិរណៈបដិបតុមរាជភក្សាហាទ្រង់ខ្សែផ្លែឧទុំពឬផ្លែល្វាព្រះហស្តស្ដាំទ្រង់កងចក្រព្រះហស្តឆ្វេងទ្រង់សាំងនិងមានពាហនៈផ្ទាល់ខ្លួនជាសុបណ្ណរាជឬយើងស្គាល់ថាជាស្ដេចគ្រុឌប៉ុន្តែប្រសិនបើមហាសង្ក្រាន្តមកចំថ្ងៃច័ន្ទវិញនោះទេពធីតាសង្ក្រាន្តគឺជាបុត្រីទី2នៃកបិលមហាព្រហ្មព្រះនាងកូរិកៈទេវីដែលទ្រង់អំពរពស្ត្រាពណ៌លឿងលម្អដោយផ្កាអង្គាបោះសៀតនឹងព្រះការអភិរណៈបដាប់បោកដាភក្សាហាទ្រង់ខ្សែព្រេងរុក្ខជាតិព្រះហស្តស្ដាំទ្រង់ព្រះខ័នព្រះហស្តឆ្វេងទ្រង់ឈើច្រត់និងមានពាហនៈផ្ទាល់ខ្លួនជាខៈឬយើងស្គាល់ថាជាសត្វខ្លាម្យ៉ាងវិញទៀតប្រសិនបើមហាសង្ក្រាន្តចូលមកចំថ្ងៃអង្គារម្ដងនោះទេពធីតាសង្ក្រាន្តគឺជាបុត្រីទី3នៃកបិលមហាព្រហ្មព្រះនាងរាជសាទេវីដែលទ្រង់អំពរពស្ត្រាពណ៌ស្វាយក្រមៅលម្អដោយផ្កាឈូកនិងព្រះការអភិរណៈប្រដាប់មោរាភក្សាហាទ្រង់ខ្សែលោហិតព្រះហស្តស្ដាមទ្រង់ត្រីសូរព្រះហស្តឆ្វេងទ្រង់ធ្នូនិងមានពាហនៈផ្ទាល់ខ្លួនជាអស្តរឬយើងស្គាល់ថាជាសត្វសេះដោយឡែកបើមហាសង្ក្រាន្តចូលមកចំថ្ងៃពុធវិញនោះទេពធីតាសង្ក្រាន្តគឺជាបុត្រីទី4នៃកបិលមហាព្រហ្មព្រះនាងមន្ត្រាទេវីដែលទ្រង់អំពរពស្ត្រាពណ៌អនឬខៀវខ្ចីលម្អដោយផ្កាចម្ប៉ាសិទ្ធនិងព្រះការអភិរណៈកែវពិទូភក្សាហាទ្រង់ខ្សែសាប៉េឬទឹកដោះថ្លាព្រះហស្តស្ដាំទ្រង់មជុលព្រះហស្តឆ្វេងទ្រង់ឈើច្រត់និងមានពាហនៈផ្ទាល់ខ្លួនជាកៈត្រភៈឬយើងស្គាល់ថាជាសត្វលាប្រសិនមហាសង្ក្រាន្តចូលមកចំថ្ងៃប្រហ័សនោះទេពធីតាសង្ក្រាន្តដែលនឹងយាងចូលមកថែរក្សាមនុស្សលោកគឺជាបុត្រីទី5របស់កបិលមហាព្រហ្មគឺព្រះនាងករិណីទេវីដែលទ្រង់អំពរពស្ត្រាពណ៌បៃតងលម្អដោយផ្កាមន្ត្រាសៀតនិងព្រះការអភិរណៈប្រដាប់មរតកភក្សាហាទ្រង់សោយសណ្ដែកល្ងព្រះហស្តស្ដាំទ្រង់គង្វេព្រះហស្តឆ្វេងទ្រង់កំភ្លើងនិងមានពាហនៈផ្ទាល់ខ្លួនជាកចសាឬយើងស្គាល់ថាជាដំរីលើពីនេះទៀតប្រសិនមហាសង្ក្រាន្តចូលមកចំថ្ងៃសុក្រនោះទេពធីតាសង្ក្រាន្តដែលនឹងយាងចូលមកថែរក្សាមនុស្សលោកគឺជាបុត្រីទី6របស់កបិលមហាព្រហ្មគឺព្រះនាងមិរាទេវីដែលទ្រង់អំពរពស្ត្រាពណ៌សលម្អដោយផ្កាចង្កនីសិទ្ធនិងព្រះការអភិរណៈប្រដាប់បោសារកវមភក្សាហាទ្រង់សោយចេកណាំវ៉ាឬចេកទឹកព្រះហស្តស្ដាមទ្រង់ព្រះខ័នព្រះហស្តឆ្វេងទ្រង់ប៉ិននិងមានពាហនៈតខ្លួនជាមហង្សៈឬយើងស្គាល់ថាជាសត្វក្របីប្រសិនបើមហាសង្ក្រាន្តចូលមកចំថ្ងៃសៅរ៍នោះទេពធីតាសង្ក្រាន្តដែលនឹងយាងចុះមកថែរក្សាមនុស្សលោកគឺជាបុត្រីទី7របស់កបិលមហាព្រហ្មគឺព្រះនាងមហោទរាទេវីដែលទ្រង់អំពរពស្ត្រាពណ៌ខៀវលម្អដោយផ្កាត្រកៀតសៀតនិងព្រះការអភិរណៈប្រដាប់នៅរតភ
ភក្សាហាទ្រង់សាយសាច់ត្រាយព្រះហស្តស្ដាំទ្រង់កងចាក់ព្រះហស្តឆ្វេងទ្រង់ត្រីសោនិងមានពហនៈតខ្លួនជាមញូរាឬយើងស្គាល់ថាជាសត្វក្ងោកទាំងអស់នេះហើយគឺជាមូលហេតុឲ្យពុកហើយក៏ជាអ្វីដែលពុកចង់ដឹងពីដំណើរសង្គ្រាមផងដែរនារីនិងលោកបរិបូរបានស្ដាប់រិស័យយ៉ាងឈក់ចិត្តសង្កេតថាមិនដឹងជារិស័យបាននិយាយចប់តាំងពីពេលណានោះទេក្រោយមកទៀតអនាគតឪក្មេករបស់រិស័យហាក់មិនទាន់អស់ចិត្តនៅឡើយក៏បានសួរបន្ថែមទៀតអនាគតកងប្រសាពុកជាគ្រូភាសាខ្មែរនេះពិតជាល្អមែនណែពុកបានយកពីរឿងនេះឲ្យកូនប៉ុន្តែបើជ្រុលជាកូនបានដឹងម្លឹងហើយពុកនេះចង់ឲ្យកូនជួយបញ្ជាក់ពីកិរិយារបស់មគ្គនាយិកាសង្គ្រាមផងពុកបានដឹងប៉ុន្តែពុកមិនទាន់ច្បាស់ទេណាកូននៅអនាគតពុកក្មេងនិយាយដូច្នេះរិស័យក៏បានឆ្លើយតបថាបាទលោកពុករឿងនេះគឺគ្មានបញ្ហានោះទេកូនអាចបកស្រាយជូនលោកពុកបាន